ខ្ញុំសំនឹងស៊ីសូមជម្រាបសួរបងប្អូនជាទីនឹករលឹកនៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងយូបាទខ្ញុំមានភាពសប្បាយរីករាយណាស់ដោយការបង្រួបបង្រួមរបស់ខ្ញុំនិងឯកឧត្តមគឹមសុខាដឹកនាំគណៈបករលាយអស់ពីហើយបងប្អូនឥឡូវយើងបង្កើតគណៈបកមួយថ្មីដែលជាគណៈបកមួយសាងគ្រោះឲ្យជាតិហើយថាគណៈបកពងមន់ជៀនយើងខ្ញុំសប្បាយរីករាយណាស់ហើយយើងមានក្តីរំពឹងថាពិតជាអាចសង្គ្រោះខ្ញុំនិងឯកឧត្តមគឹមសុខាបានទៅធ្វើមានបាននៅស្រុកខ្មែរបងប្អូនសូមតែដៃបងប្អូនតែឲ្យខ្លាំងបងប្អូនបាទតាមរយៈរបាយការណ៍ឯកឧត្តមគឹមសុខារៀបរាប់ថាក្រោយការបង្រួបបង្រួមបងប្អូនពីមុនតាមរយៈការឲ្យលុយឲ្យកាក់យើងគៀនគ្រោះបានបងប្អូនយើងចូលរួមក្នុងអង្គពិធីម្ដងគឺ150នាក់ប៉ុន្តែចរន្តថ្មីគឺជាចរន្តមួយដ៏គួរឲ្យកត់សរសើរឯកឧត្តមគឹមសុខាមានប្រសាសន៍ថាកើនឡើងហើយលោកប្រធានកើនឡើងអ្នកគ្រប់គ្រងឥឡូវនេះតាមរយៈការបង្កើតការបង្រួបបង្រួមគ្នារបស់គណៈបកយើងទាំងពីរអិសរាជជនដឹកនាំទាំងពីរឥឡូវឃើញថាកើនឡើងពី150នាក់ដល់153នាក់ហើយបងប្អូនសូមអបអរបងប្អូនមិនក៏មិនទាំងដៃបងប្អូនបាទអរគុណបាទគឺកើនឡើងឯកឧត្តមគឹមសុខាមានប្រសាសន៍ថាគឺម៉ែក្មេកប្រពន្ធចុងនិងកូនបានចូលរួមបន្ថែម3នាក់ទៀតនេះជាជោគជ័យមួយបងប្អូន3នាក់ក៏ជាមនុស្សដែរបងប្អូនហើយក្នុងឱកាសនោះឯកឧត្តមគឹមសុខាមានសិទ្ធិប្រាងរៈអ្វីធ្លាក់ឡើងជង្គង់កែងបត់អ្នកវត្តកតុយធ្វើឲ្យម្ដាយក្មេកស្លាប់នេះជាចរន្តនយោបាយបងប្អូននេះជាប្រជាធិបតេយ្យគេដឹកនាំអញ្ចឹងគឺសេរីភាពក្នុងការបញ្ចេញមតិសេរីភាពក្នុងការវាយអ្នកណាក៏អាចវាយអ្នកណាបានគឺជាសិទ្ធិរបស់គេអញ្ចឹងយើងមានការអបអរសាទរគឺរីកចម្រើនហើយបងប្អូនយើងខ្ញុំដឹងថាបងប្អូននៅឯនេះសមុទ្រមានការបារម្ភពីប្រទេសជាតិអញ្ចឹងខ្ញុំសូមឲ្យបងប្អូនបន្តឧបត្ថម្ភថវិកាឲ្យបានច្រើនព្រោះយើងខ្ញុំដឹងថាបងប្អូនមិនមានសិទ្ធិបោះឆ្នោតទេប៉ុន្តែអ្វីដែលយើងខ្ញុំចង់បានមិនមែនសម្លេងឆ្នោតបងប្អូនទេយើងខ្ញុំត្រូវការតែលុយរបស់បងប្អូនទេយើងខ្ញុំដឹងថានៅស្រុកខ្មែរបងប្អូនលែងគ្រប់គ្រងគណៈបកឬក៏លែងគ្រប់គ្រងខ្ញុំទាំងពីរហើយគេបែរទៅគ្រប់គ្រងមេគាដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបកប្រជាជនក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យអញ្ចឹងយើងខ្ញុំមិនខ្វល់យើងខ្ញុំខ្វល់តែបងប្អូននៅនេះសមុទ្រនេះទេគឺលុយនៅបងប្អូននៅនេះសមុទ្រអញ្ចឹងនៅទីនេះខ្ញុំជាមួយអាដាមគឹមសុខាមានក្តីរំពឹងថាបងប្អូននឹងបន្តឧបត្ថម្ភឲ្យបានកាន់តែច្រើនដើម្បីយើងខ្ញុំមានលទ្ធភាពជួយសង្គ្រោះគ្នាទៅវិញទៅមកហើយមានលុយកាក់អ្វីដែលយើងខ្ញុំគិតថាយើងខ្ញុំត្រូវការដុល្លារមួយថ្មីសិនដើម្បីជាឲ្យហឺហាកលិបអាដាមគឹមសុខាត្រូវការប្រាក់ឧបត្ថម្ភទៅប្រពន្ធទាំងពីរទាំង3ដូច្នេះយើងនឹងចាត់ចែងខ្ទង់ចំណាយនេះទៅតាមអ្វីដែលការគ្រោងទុករបស់យើងអបអរសាទរឡើងខ្មែរសូមក្រាបឡើងខ្មែរសូមរួមគ្នាខ្មែរសូមបញ្ចេញមនសិការឧបត្ថម្ភថវិកាឲ្យបានច្រើនដើម្បីឲ្យសាមញ្ញស៊ីនិងគឹមសុខាមានលុយសង្គ្រោះគ្នាជ័យយកគណៈបកពងមកជៀន